តោះបងប្អូនទាំងអស់គ្នាសៅរ៍អាទិត្យអត់ដឹងថាណាមែនទេថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនទៅទស្សនានឹងទៅកន្លែងកំសាន្តមួយកន្លែងបាទអញ្ចឹងចូលដឹងថាកន្លែងកំសាន្តមួយកន្លែងពិសេសប៉ុណ្ណាអញ្ចឹងបងប្អូនកុំភ្លេចទៅតាមបានទស្សនាជាមួយខ្ញុំទាំងអស់គ្នាបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំមកដល់ទីតាំងនេះហើយបាទឃើញថាមកដល់ព្រាមគឺមានអាងហែទឹកបងប្អូនកន្លែងនេះបាទកាមេរ៉ាជួយចាប់អាងហែទឹកតិចមកបាទមានអាងហែទឹកបាទពិសេសមែនទេបាទឃើញថាការរៀបចំអាងហែទឹករបស់គេគឺស្អាតមែនទេបងប្អូនហើយឃើញថាមានទឹកថ្លាមែនទេថ្លាឆ្វង់ហ្មងបងប្អូនបាទបងប្អូនទៅយើងមើលអាងហែទឹកហើយតោះយើងទៅមើលកន្លែងមួយទៀតអញ្ចឹងដឹងថាមានអ្វីប្លែកថ្មីតោះទៅទស្សនាទាំងអស់គ្នាបាទបងប្អូននេះគឺជាម៉ាតបងប្អូនសម្រាប់បងប្អូនដែលមកលេងហែទឹកហើយអញ្ចឹងត្រូវការជាមួយនឹងភេសជ្ជៈបើកម្លាំងក៏ជានំនៃផ្សេងៗក៏មានលក់ដែរបាទនេះម៉ាតបងប្អូនបាទហើយយើងមានកន្លែងអង្គុយលេងស្រួលបងប្អូននេះបាទនៅមាត់ទឹកនៅមាត់អាងហែទឹកមកបងប្អូនបាទហ្នឹងហើយបើយើងហែទឹកអីហើយមកយើងមកអង្គុយលេងអញ្ចឹងមកបាទស្រួលដែរឃើញទេបងប្អូនបាទហ្នឹងហើយចុះអញ្ចឹងតោះយើងទៅមើលខាងលើទៀតបងប្អូនឥឡូវយើងមកដល់ខាងលើនេះកន្លែងដែលពិសេសគឺកន្លែង Sky Bar បងប្អូនបាទ Sky Bar សម្រាប់យើងចង់ជាអញ្ចឹងណាវាសៅរ៍អាទិត្យចង់ជាលេងបានបាទហើយចាំណាឥឡូវយើងមកដល់ខាងលើបងប្អូនបាទគឺថាមានទេសភាពស្អាតមែនទែនពី view នៅកន្លែងនេះគឺស្អាតបងប្អូនបាទនេះបាទ view ស្អាតមែនទែនបងប្អូនខាងនោះមិញ Sky Bar បងប្អូនហើយយើងដល់កន្លែងនេះមានក្លឹបនេះក្រាគេទៀតបាទហើយដល់យើងចេញពីក្លឹបនេះក្រាគេមានសាឡុងនេះគួយលេងទេបងប្អូននៅខាងលើនេះហើយឃើញថាការរៀបចំរបស់គេស្អាតមែនទែនបងប្អូនបាទស្អាតមែនទែនហើយនេះគឺមកពេលថ្ងៃបើពេលយប់មកបាញ់សុខឲ្យយើងទៀតដោយសារតែការរៀបចំលើពណ៌ទីទៀតណាបាទឥឡូវយើងមកមើលខាងមុខនេះទៀតមកបងប្អូនយើងមកដល់ Hole Sky Bar ខាងនេះគឺធំទូលាយមែនទែនបងប្អូនបាទកន្លែងនេះសម្រាប់បងប្អូនដែលចង់រៀបចំកម្មវិធី party ឬក៏ជួបជុំមិត្តភ័ក្តិក្រុមការងារអីក៏អាចមករៀបចំនៅកន្លែងនេះបានដែរដោយសារតែទីតាំងកន្លែងនេះគឺធំមែនទែនហើយខាងមុខនេះគឺមានឆាកតន្ត្រីទៀតបងប្អូនបាទពិសេសមែនទែនបាទមានឆាកតន្ត្រីទៀតអញ្ចឹងយើងតែការរៀបចំកម្មវិធីអីគឺដឹកបេះហ្មងបងប្អូនបាទសម្រាប់កន្លែងនេះវិញគឺមានជាតុសាឡុងបងប្អូនបាទហើយរៀបចំសម្រាប់ជាលក្ខណៈបងប្អូនមកអង្គុយជាលក្ខណៈជាគ្រួសារឬក៏មិត្តភ័ក្តិបាទហើយអង្គុយបានមកទីនេះអាច5 6នាក់អីចឹងបងប្អូនបាទជាយើងអាចមើលទេសភាពមើល view នៅលើ Sky Bar នេះបានបាទអូខេបងប្អូនអរគុណសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះទេអញ្ចឹងសូមអរគុណបងប្អូនដែលបានទស្សនានៅវីដេអូរបស់ខ្ញុំបាទនេះបាទអញ្ចឹងខ្ញុំបាទនឹងរៀបចំជាវីដេអូខ្លីៗក្រោយៗទៀតសម្រាប់ចែកជូនបងប្អូនទស្សនាចាប់ដល់សូមអរគុណសូមជម្រាបលាបាទ